ប្រកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប2ឆ្នាំម្ដងគឺត្រូវមកប្រកាសនៅថ្ងៃទី1ដល់ថ្ងៃទី31ខែមករាឆ្នាំ2015ខាងមុខនេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយអបពមានកិត្តិយសសូមជូនដំណឹងដល់បុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលទាំងអស់ដែលបានប្រកាសរួចនៅក្នុងឆ្នាំ2013មេត្តាជ្រាបថាការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប2ឆ្នាំម្ដងក្នុងឆ្នាំ2015នឹងចាប់ផ្ដើមទទួលឯកសារប្រកាសនៅថ្ងៃទី1ដល់ថ្ងៃទី31ខែមករាឆ្នាំ2015ខាងមុខនេះថ្នាក់ដឹកនាំនិងមន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប2ឆ្នាំដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី1ដល់ថ្ងៃទី31ខែមករាឆ្នាំ2015រួមមានទី1មន្ត្រីរាជការដែលមានឋានៈស្មើនិងឋានៈចាប់ពីប្រធាននាយកដ្ឋានឡើងទៅនិងមន្ត្រីយោធានគរបាលដែលមានឋានន្តរស័ក្តិចាប់ពីវរៈសេនីយ៍ឯកឡើងទៅចៅក្រមអាសនៈចៅក្រមអាយកាសាការីក្រឡាបញ្ជីនិងអាជ្ញាសាលាទី2សមាជិកព្រឹទ្ធសភានីតិកាលទី3សមាជិករាជរដ្ឋាភិបាលនីតិកាលទី5សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី3និងទី3សមាជិករដ្ឋសភានីតិកាលទី5លើកលែងតែតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិ33រូបដែលបានប្រកាសនៅខែសីហាដល់ខែកញ្ញាឆ្នាំ2014រួចហើយដែលអ្នកទាំង33រូបនេះត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប2ឆ្នាំរបស់ខ្លួននៅខែមករាឆ្នាំ2016សមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី2លើកលែងតែសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌដែលបានប្រកាសទ្រព្យសម្បត្តិនិងបំណុលរួចហើយនៅខែមិថុនាដល់ខែកក្កដាឆ្នាំ2014ដែលអ្នកទាំងនោះនឹងប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប2ឆ្នាំរបស់ខ្លួននៅខែមករាឆ្នាំ2016នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយនឹងធ្វើការទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យនិងថ្ងៃបុណ្យបដិល័យក្រសួងផែនការសហការជាមួយនឹងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារធ្វើការផ្សព្វផ្សាយស្ដីពីសុចនាករសិទ្ធិកុមារលោកជំទាវញេបសុភិបអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានបញ្ជាក់នៅព្រឹកថ្ងៃសុក្រនេះថាគោលបំណងនៃការផ្សព្វផ្សាយនេះដើម្បីឆ្លុះបញ្ចាំងឲ្យមន្ត្រីដែលពាក់ព័ន្ធជាមួយកុមារបានដឹងអំពីប្រព័ន្ធទិន្នន័យដែលមានស្រាប់សម្រាប់ធ្វើការតាមដានវិតម្លៃនិងកំណត់ជ្រើសរើសយកបញ្ហាដែលកុមារបានជួបប្រទះនាពេលកន្លងមកហើយជាពិសេសដើម្បីងាយស្រួលក្នុងការឆ្លើយតបទៅនឹងសំណួររបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិដោយឡែកអនុរដ្ឋលេខាធិការក្រសួងផែនការដំលេងផាលីបានរំពឹងថាសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុចនាករសិទ្ធិកុមារនឹងទទួលបានអនុសាសន៍ថ្មីបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កុមារនាពេលកន្លងមកហើយម្យ៉ាងវិញទៀតនោះដើម្បីបំពេញបន្ថែមលើភាពខ្វះខាតនិងភាពខ្វះចន្លោះក្នុងការអនុវត្តអនុសញ្ញាសិទ្ធិកុមារបានមានប្រសិទ្ធភាពខ្ពស់ថែមទៀតគួររំលឹកថាប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារកាលពីថ្ងៃទី15ខែតុលាឆ្នាំ1992បន្ទាប់មកនៅថ្ងៃទី21ខែកុម្ភៈឆ្នាំ2002បានផ្ដល់សច្ចាប័នលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារចំនួន2គឺទី1ស្ដីពីការចូលរួមរបស់កុមារនៅក្នុងចំនួនប្រដាប់អាវុធនិងទី2ការជួញដូរកុមារការធ្វើបេសកកម្មកុមារព្រមទាំងរូបភាពអាភិកុមារបដិល័យព្រឹត្តិការណ៍ព័ត៌មានចុងក្រោយនេះគឺពាក់ព័ន្ធទៅនឹងអ្វីដែលជាការបើកសិទ្ធិទូលាយសម្រាប់ពលរដ្ឋអ៊ីស្លាមសាសនិកអ៊ីស្លាមនៅប្រទេសកម្ពុជានៅក្នុងការដែលគាត់អាចមានសិទ្ធិទទួលបានការអប់រំផងនិងសិទ្ធិជាច្រើនជាពិសេសទទួលបានការគោរពពីសាសនាយ៉ាងណាមិញកាលពីពេលថ្មីនេះបាទក៏មានការប្រគល់បាទនៅសុរាវចំនួន2កន្លែងដែលចំណាយថវិកាប្រមាណជា$23,000សហរដ្ឋអាមេរិកដែលស្ថិតនៅភូមិកប៉ះលើឃុំឈើតុំបាទនិងភូមិត្បែងបង្គៀបឃុំកញ្ជរខេត្តពោធិ៍សាត់មានប្រសាសន៍នៅក្នុងពិធីប្រគល់សុរាវនោះអាដាមសូមសិនដែលជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជាប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជាបានបញ្ជាក់ថាដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាលបើកសិទ្ធិទូលាយក្នុងការតាក់ទងក្នុងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាមិត្តដែលកាន់សាសនាអ៊ីស្លាមនៅលើសកលលោកនោះបានបើកឱកាសឲ្យសាសនិកខ្មែរអ៊ីស្លាមមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាអ៊ីស្លាមហើយ
រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់បំផុតចំពោះតម្រូវការនិងសុខទុក្ខក៏ដូចជាជីវភាពរស់នៅរបស់បងប្អូនឥស្លាមក៏ដូចជាទទួលបានសិទ្ធិស្មើគ្នាក្នុងផ្លូវច្បាប់ផ្ដល់ជូនបានកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅដែរគួររំលឹកថាសូរ៉ាវចំនួន2កន្លែងនេះគឺជាអំណោយរបស់សមាគមសប្បុរសធម៌ឌូបៃនៃប្រទេសអារ៉ាប់រួមអេមីរ៉េតផ្ដល់តាមរយៈសមាគមគ្រូពេទ្យឥស្លាមកម្ពុជា